ព្រះពុទ្ធបរិមាទម្ងន់9តោននិងលេចរូបរាងបង្ហាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិក្នុងបរិវេណអាកាសយានស្ថានអន្តរជាតិតេជោនាពេលខាងមុខកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2025នេះអាកាសយានស្ថានអន្តរជាតិតេជោបានប្រារព្ធពិធីសិទ្ធិព្រះពុទ្ធបរិមាសម្រាប់តម្កល់ទុកក្នុងទីបរិវេណអាកាសយានស្ថានដែលជាកេរណភ័ណ្ឌដ៏ពិសិដ្ឋដើម្បីជាឧត្តមប្រយោជន៍ក្នុងការគោរពរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិព្រះពុទ្ធបរិមានេះមានទម្ងន់9តោននិងមានកម្ពស់9ម៉ែត្រជារូបភ្នែកដើម្បីបង្ហាញពីរចនាបថវប្បធម៌និងការលើកតម្កើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៅកាន់ភ្ញៀវទេសចរនិងអន្តរជាតិដែលអាកាសយានស្ថានអន្តរជាតិតេជោក្រុងបើកដំណើរនៅថ្ងៃទី9ខែកញ្ញាឆ្នាំ2025ខាងមុខនេះបើយោងតាមការលើកឡើងរបស់អង្គញាឆៃវ៉ាន់នាយកគ្រប់គ្រងនៃក្រុមហ៊ុន Cambodia Airport Investment នៃអង្គញាឆៃវ៉ាន់បានបញ្ជាក់ថាការដាក់ព្រះពុទ្ធបរិមានេះដោយសារកម្ពុជាកាន់ព្រះពុទ្ធសាសនាដូច្នេះហើយអ្វីដែលធ្វើនៅប្រលានយន្តហោះនេះគឺរំពឹងថានៅរាល់រចនាបថការរៀបចំទាំងអស់ក្នុងប្រលាននេះគឺយកតាមប្រពៃណីនិងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ក្រៅពីនេះដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិដែលឆ្លងកាត់ប្រលានយន្តហោះទាំងអស់យល់ច្បាស់ថាព្រះពុទ្ធបរិមានេះជាព្រះពុទ្ធមួយអង្គដ៏មានតម្លៃពិសេសគឺបង្ហាញវប្បធម៌របស់កម្ពុជាលើសពីនេះក៏មានការដាក់តាំងបន្ថែមអំពីរូបចម្លាក់រចនាបថបែបខ្មែរផ្សេងៗជាច្រើនទៀតនៅក្នុងអាកាសយានស្ថានអន្តរជាតិតេជោដែលភាគច្រើននៅពីខេត្តសៀមរាបសូមជ្រាបថារដ្ឋលេខាធិការស្ថានអាកាសចរស៊ីវិលកម្ពុជានឹងបើកឲ្យប្រតិបត្តិការប្រលានយន្តហោះអន្តរជាតិតេជោនៅថ្ងៃទី9ខែកញ្ញាឆ្នាំ2025ហើយសម្ពោធជាផ្លូវការនៅថ្ងៃទី20ខែតុលាឆ្នាំ2025ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា